រឿងនេះចាប់ផ្ដើមឡើងដោយរៀបរាប់អំពីមន្ទីរពេទ្យ Xinglin Chenglen Hospital នៅទីក្រុងតៃណានប្រទេសតៃវ៉ាន់ដែលល្បីថាជាមន្ទីរពេទ្យខ្មោចលងបំផុតមួយក្នុងចំណោមផ្ទះខ្មោចលងទាំង10នៅតៃវ៉ាន់គេនិយាយគ្នាថានៅពាក់កណ្ដាលអាធ្រាត្ររៀងរាល់ថ្ងៃសំឡេងខ្មោចយំយែកបានបន្លឺឡើងពីក្នុងបន្ទប់អ្នកជំងឺដែលបណ្ដាលឲ្យអ្នកជំងឺជាច្រើនមានបញ្ហាផ្លូវចិត្តរហូតដល់ពួកគេបានបញ្ចប់ជីវិតខ្លួនឯងតាមរបៀបផ្សេងគ្នាជាលទ្ធផលមន្ទីរពេទ្យត្រូវបានបង្ខំឲ្យបិទទ្វារហើយក្លាយជាកន្លែងដ៏គួរឲ្យខ្លាចបំផុតដំណើររឿងចាប់ផ្ដើមជាមួយនឹងលោកពូប៉ាវ Biao Shu ជាអាចារ្យឲ្យសាសនាតាវម្នាក់ដែលមានកូនប្រុសម្នាក់ឈ្មោះអាវីដែលមិនសូវបានការដើម្បីចិញ្ចឹមអាវីលោកពូប៉ាវបានរៀបចំដំណើរទេសចរមួយឈ្មោះថា Kwan Luin Guang Luyen ពិធីនេះគឺជាពិធីដ៏គ្រោះថ្នាក់មួយដែលអនុញ្ញាតឲ្យមនុស្សរស់អាចជួបជាមួយសាច់ញាតិដែលបានស្លាប់ទៅហើយពិធីនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតដូច្នេះថ្លៃសំបុត្រមានតម្លៃរហូតដល់$30,000 អាមេរិកក្នុងម្នាក់អតិថិជនដំបូងរបស់លោកពូប៉ាវគឺស្ត្រីវ័យក្មេង2នាក់នៅមន្ទីរពេទ្យ Xinglin ស្ត្រីទី1ឈ្មោះ Sievling Chiaoleng ចង់ជួបស្វាមីរបស់នាងដែលបានស្លាប់នៅមន្ទីរពេទ្យនោះតាមការណែនាំរបស់លោកពូប៉ាវពួកគេបានទៅបន្ទប់តម្កល់សពដើម្បីស្រូបយកថាមពលយិន Sievling បានចូលទៅដេកក្នុងទូដាក់សពហើយមិនយូរប៉ុន្មានក៏បានឮសំឡេងដ៏ព្រឺព្រួចអ្វីបានព្រមានពួកគេអំពីគ្រោះថ្នាក់នៃវិញ្ញាណកំណាចប៉ុន្តែ Sievling នៅតែទូចចង់ជួបស្វាមីនាងពួកគេបានបន្តទៅកាន់កន្លែងកាន់តែជ្រៅក្នុងមន្ទីរពេទ្យអ្វីបានឲ្យកាសពិសេសមួយដល់ Sievling ដែលអាចឲ្យនាងឮសំឡេងវិញ្ញាណ Sievling បានឮសំឡេងពីបន្ទប់វះកាត់ដែលជាកន្លែងស្វាមីនាងបានស្លាប់លោកពូប៉ាវបានធ្វើពិធីមួយដោយឲ្យ Sievling ពាក់ឯកសណ្ឋានអ្នកជំងឺដេកលើតុវះកាត់និងអារំរាមដៃនាងបន្តិចដើម្បីឲ្យឈាមហូរចេញជំនឿថានេះអាចទាក់ទាញវិញ្ញាណនាងបានឃើញវិញ្ញាណស្វាមីនាងមួយផ្លែតដោយសារតែចង់ជួបម្ដងទៀតនាងក៏អារំរាមដៃខ្លួនឯងម្ដងទៀតភ្លាមនោះភ្លើងក្នុងបន្ទប់ក៏រលឹមហើយនាងឃើញខ្លួនឯងនៅតែម្នាក់ឯងសំឡេងស្វាមីនាងបានបន្លឺឡើងពីខាងក្រៅទ្វារហើយនាងក៏បានដើរទៅរកសំឡេងនោះដោយមិនដឹងខ្លួនអ្វីបានជួយសង្គ្រោះនាងទាន់ពេលវេលាដោយប្រើទឹកនោមព្រំចារីដើម្បីដាស់នាងឲ្យភ្ញាក់ពីភាពស្រពេចស្រពើបើមិនដូច្នេះទេវិញនាងនឹងត្រូវនាំយកទៅហើយនាងនឹងមិនអាចភ្ញាក់បានឡើយរឿងរ៉ាវរបស់ស្វាមី Sievling គឺគាត់បានទទួលមរណភាពអំឡុងពេលវះកាត់ពីព្រោះគ្រូពេទ្យវះកាត់ដើមបានបាក់ដៃហើយត្រូវបានជំនួសដោយគ្រូពេទ្យថ្មីភ្លាមស្ត្រីទី2ឈ្មោះអាចិន Ajen បានជំទាស់នឹងរឿងរបស់ Sievling បងស្រីរបស់នាងគឺជាគិលានុបដ្ឋាយិកាប្រធានដែលជាប់ពាក់ព័ន្ធនឹងការវះកាត់ស្វាមី Sievling បន្ទាប់ពីឧបត្តិហេតុវះកាត់នោះបងស្រីរបស់អាចិនបានរងសម្ពាធយ៉ាងខ្លាំងពីសារព័ត៌មាននិងក្រុមគ្រួសារអ្នកជំងឺរហូតដល់បាក់ទឹកចិត្តហើយបានសម្រេចចិត្តលោតពីលើអគារមន្ទីរពេទ្យធ្វើអត្តឃាតខណៈពេលដែលអាចិនកំពុងសោកសៅស្រាប់តែមានកម្លាំងអាថ៌កំបាំងមួយបានទាញនាងទៅខាងក្រៅបង្អួចលោកពូប៉ាវបានជួយសង្គ្រោះនាងដោយដុតក្រដាសយ័ន្តអាចិនបានទូចចង់ជួបបងស្រីនាងទោះជាត្រូវចំណាយលុយប៉ុន្មានក៏ដោយលោកពូប៉ាវបានប្រើទឹកយិន Cayenne Water មួយដំណក់ដាក់លើភ្នែកនាងធ្វើឲ្យនាងអាចឃើញបងស្រីនាងមួយផ្លែតលោកពូប៉ាវបានព្រមានថាទឹកយិនមិនអាចប្រើច្រើនដងទេព្រោះវាអាចបិទជញ្ជក់ថាមពលយ៉ាង energy របស់មនុស្សប៉ុន្តែក្នុងពេលទាញគ្នាដបទឹកយិនក៏បានធ្លាក់បែកខ្ចាយលើដីការបែកឃ្លានេះបានតាក់ទាញវិញ្ញាណខ្មោចទាំងអស់ដែលនៅជុំវិញនោះអាចិនបានឃើញបងស្រីនាងអង្គុយក្នុងបន្ទប់មួយទល់មុខក៏ប្រញាប់រត់ចូលទៅហើយទ្វារក៏ត្រូវបានចាក់សល់ពីក្រោយភ្លាមនោះខ្យល់ត្រជាក់ក៏បក់បោកមកលោកពូប៉ាវបានដឹងថាទឹកយិនបានតាក់ទាញគឺស្ដេចខ្មោច Ghost King មកហើយមិនយូរប៉ុន្មានស្ដេចខ្មោចបានលេចមុខចេញពីទីងឹតដោយមានតុក្កតាដ៏គួរឲ្យខ្លាចមួយអង្គុយលើទេសរុញលោកពូប៉ាវមានជំងឺមហារីកដំណាក់កាលចុងក្រោយដែលធ្វើឲ្យគាត់មានថាមពលយិនខ្លាំងដូច្នេះគាត់ក៏ត្រូវបានស្ដេចខ្មោចចូលសន្ធិដ្ឋលោកពូប៉ាវដែលត្រូវបានខ្មោចចូលបានញាតមកមើលអ្វីនិង Sievling អ្វីបានបំបែកទ្វារហើយនាំ Sievling លាក់ខ្លួនក្រោមគ្រែម្យ៉ាងវិញទៀតអាចិនបានជួបបងស្រីនាងហើយខណៈពេលដែលពួកគេកំពុងអបគ្នាដោយក្តីរំភើបបងស្រីនាងស្រាប់តែភ្នែករួចបោកបញ្ឆោតគំនិតអាចិនរួចក៏នាំនាងលោតពីលើអគារមន្ទីរពេទ្យបញ្ចប់ជីវិតដើម្បីជួយសង្គ្រោះឪពុករបស់គាត់អ្វីបានគិតរកវិធីមួយទឹកយិនមិនត្រឹមតែអាចឲ្យមនុស្សរស់ឃើញខ្មោចប៉ុណ្ណោះទេថែមទាំងអាចហូរទៅកាន់កន្លែងដែលមានថាមពលយិនខ្លាំងបំផុតទៀតផងតាមរយៈនេះពួកគេអាចរកឃើញស្ដេចខ្មោចទឹកយិនបានហូរទៅកាន់បន្ទប់វះកាត់តុក្កតាខ្មោចនៅក្នុងបន្ទប់ហាក់ដូចជាមានអារម្មណ៍ហើយបានរាយការណ៍ទៅស្ដេចខ្មោចភ្លាមនោះកាំបិតវះកាត់មួយបានហោះមកទ្រង់លោកពូប៉ាវអ្វីនិង Sievling បានដើរតាមទីដោយទឹកយិនប៉ុន្តែត្រូវបានស្ដេចខ្មោចដែលនៅតែចូលសន្ធិដ្ឋលោកពូប៉ាវស្ទាក់ផ្លូវពួកគេនឹកឃើញពាក្យលោកពូប៉ាវដែលថាត្រូវទប់ដង្ហើមដើម្បីកុំឲ្យខ្មោចចាប់បានហើយស្ដេចខ្មោចក៏បានដើរឆ្លងកាត់ពួកគេទៅពួកគេបានរកឃើញបន្ទប់មួយដែលឆេះហើយមានវិញ្ញាណជាច្រើនដែលបានស្លាប់ក្នុងភ្លើងឆេះនោះ
អ្វីបានពន្យល់ថានេះជាការបំភាន់របស់ស្ដេចខ្មោចហើយបានប្រាប់សៀវលីងកុំឲ្យងាកក្រោយឬប្រតិកម្មទៅនឹងសម្លេងណាមួយរួចបានឲ្យនាងនៅឧទឹកមន្ត Holy Water មួយដប់ភ្លាមនោះពន្លឺស្មួយបានរះឡើងហើយអ្នកទាំងពីរបាន travel through time ទៅកាន់មន្ទីរពេទ្យស៊ីងលីនមុនពេលកើតមានសោកនាដកម្មពួកគេបានឃើញរឿងរ៉ាវរបស់ស្ដេចខ្មោចកាលពីនៅមានជីវិតនាងឈ្មោះអាឡានជាម្ដាយទោសម្នាក់ដែលបាននាំកូនប្រុសរបស់នាងមកមន្ទីរពេទ្យដើម្បីព្យាបាលការវះកាត់កូនប្រុសរបស់នាងបានជោគជ័យដំបូងនាងបានចេញទៅទិញនំខេកដើម្បីអបអរប៉ុន្តែខណៈពេលដែលនាងចេញទៅស្ថានភាពកូនប្រុសរបស់នាងស្រាប់តែកើតមានឡើងវិញហើយគាត់ក៏បានស្លាប់អាឡានដែលពោពេញដោយការឈឺចាប់កូនប្រុសរបស់នាងគឺជាក្តីសង្ឃឹមតែមួយគត់របស់នាងបានយកដបអាល់កុលដែលមានកំហាប់ខ្ពស់មកដុតកូនប្រុសនាងនៅក្នុងបន្ទប់តម្កល់សុខហើយនាងក៏បានស្លាប់ក្នុងអណ្ដាតភ្លើងនោះដែរឧបត្តិហេតុភ្លើងឆេះនេះបានបណ្ដាលឲ្យគ្រូពេទ្យវះកាត់ដើមដួលបាក់ដៃដូច្នេះហើយទើបមន្ទីរពេទ្យបានផ្លាស់ប្ដូរគ្រូពេទ្យវះកាត់ភ្លាមសម្រាប់ស្វាមីរបស់សៀវលីងការវះកាត់ស្វាមីសៀវលីងក៏បរាជ័យបណ្ដាលឲ្យគាត់ស្លាប់សៀវលីងដែលឈឺចាប់បានប្រាប់រឿងរ៉ាវសោកនាដកម្មរបស់ស្វាមីនាងទៅកាន់សារព័ត៌មាននិងសង្គមប៉ុន្តែមន្ទីរពេទ្យបានទម្លាក់កំហុសទាំងអស់ទៅលើគិលានុបដ្ឋាយិកាប្រធានដែលជាបងស្រីរបស់អាចិនបូសរីអាចិនដែលមិនអាចទ្រាំទ្រនឹងសម្ពាធធសាធារណៈបានក៏បានសម្រេចចិត្តលោតពីលើអគារបញ្ចប់ជីវិតទង្វើដ៏រោរារបស់អាឡានបានបណ្ដាលឲ្យកើតមានសោកនាដកម្មជាបន្តបន្ទាប់បន្ទាប់ពីបានដឹងការពិតអ្នកទាំងពីរក៏បានត្រឡប់មកការពិតវិញអ្វីបានរកឃើញឪពុករបស់គាត់ខណៈពេលដែលពួកគេត្រៀមខ្លួនចាក់ចេញស្ដេចខ្មោចក៏បានលេចមុខមកម្ដងទៀតដើម្បីរារាំងផ្លូវពួកគេស្ដេចខ្មោចបានដកបេះដូងរបស់អ្វីចេញប៉ុន្តែអ្វីដែលចម្លែកនោះគឺអ្វីមិនបានស្លាប់ទេពេលនោះសៀវលីងបានបោះដបទឹកមន្តដែលអ្វីបានឲ្យនាងទៅលើស្ដេចខ្មោចដែលត្រូវទឹកមន្តស្រោចស្រពពេញខ្លួនក៏បានរលាយទៅជាផេះការបញ្ចប់ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតអ្នកទាំងអស់គ្នាប្រកាសជាមិននឹកស្មានដល់ថារឿងនេះមិនទាន់ចប់ត្រឹមនេះទេអ្វីបានប្រាប់សៀវលីងឲ្យប្រញាប់ចេញទៅព្រោះខ្លាចមានវិញ្ញាណកំណាចផ្សេងទៀតលេចមុខមកប៉ុន្តែសៀវលីងនៅតែទូចចង់ជួបស្វាមីនាងបានត្រឡប់ទៅបន្ទប់វះកាត់វិញហើយអារម្រាមដៃខ្លួនឯងម្ដងទៀតនាងបានឃើញនឹងអបស្វាមីនាងប៉ុន្តែខណៈពេលដែលពួកគេកំពុងអបគ្នាសៀវលីងបានឃើញស្ត្រីម្នាក់ចង់សម្លាប់ខ្លួនលើធ្នឹមពិដានហើយស្ត្រីនោះគឺជានាងផ្ទាល់ការពិតគឺបន្ទាប់ពីស្វាមីរបស់នាងស្លាប់សៀវលីងបានសោកសៅយ៉ាងខ្លាំងរហូតដល់ថ្ងៃបន្ទាប់នាងក៏បានចង់សម្លាប់ខ្លួននៅមន្ទីរពេទ្យនោះដែរម្យ៉ាងវិញទៀតអ្វីកំពុងអពពុករបស់គាត់ដែលកំពុងដង្ហក់ស្លាប់ពេលនោះអ្នកសារព័ត៌មានដែលចូលចិត្តរុករកកន្លែងអាថ៌កំបាំងក៏បានមកដល់អ្វីបានប្រញាប់ទៅសុំជំនួយប៉ុន្តែគាត់បែរជាដើរឆ្លងកាត់ខ្លួនអ្នកសារព័ត៌មាននោះទៅវិញទីបំផុតការពិតក៏ត្រូវបានលាតត្រដាងថាតួអង្គសំខាន់ទាំង4នាក់លោកពូប៉ាវអ្វីសៀវលីងនិងអាចិនសុទ្ធតែបានស្លាប់បាត់បង់ជីវិតទៅហើយដោយសារតែក្អ៊ូបាទៀនការជាប់ជំពាក់ខ្លាំងរបស់ពួកគេមានភាពជ្រាលជ្រៅពេកពួកគេនៅតែគិតថាខ្លួនឯងនៅរស់ហើយបន្តរស់នៅក្នុងការបំភាន់នៃជីវិតរមែងស្លាប់រួចធ្វើរឿងដែរដូចកាលពីនៅមានជីវិត